ស្ដីមេមេឡើយយើងចូលការងារថ្មីមួយទៀតហើយការងារនេះគឺជាការងារចាស់ហើយខ្ញុំដែរទេហើយយើងមើលការងារចាក់ស្ដាយបានមួយថ្ងៃនេះខ្ញុំមកអូតធ្នេផងមកផាត់ផងឲ្យម៉ួយចាស់អញ្ចឹងម៉ួយគាត់កែត្រង់ហើយមែនតើគាត់ឆ្លាញ់ការងារបែប anime អញ្ចឹងអ្នកនរអញ្ចឹងហើយយើងក៏ធ្វើតាមការឆ្លាញ់ពេញចិត្តរបស់គាត់ដែរហើយរូបរបស់គាត់គឺគាត់រើសឲ្យខ្លួនឯងទេហើយគាត់ឲ្យយើងលៃតាមហ្នឹងឲ្យស្អាតឲ្យគាត់អីចឹងអ្នកនរហើយដល់អ្នកនរគ្នាមើលការងារខ្ញុំបានមកការងារខ្ញុំធ្វើអូថនេនេះជាប្រភេទម៉ាស៊ីនខូចព្រោះយើងធ្វើការងារនេះគឺយូរដែរហើយអ្នកនរគ្នាច្រើនខែដែរហើយឥឡូវយើងទៅមើលការងារដែលខ្ញុំអូថនេអ្នកនរគ្នាការងារយើងខាវីដេអូឲ្យវារៀងលឿនចេះវាមើលអត់ទៅដឹងទេប៉ុន្តែយើងអាចស្វែងយល់បានពីរបៀបអូថនេអញ្ចឹងអ្នកថ្មីអីត្រូវការម៉ាស៊ីនសាក់ឬក៏ត្រូវការសម្ភារៈសាក់ឬក៏ត្រូវការហ្នឹងចំណេះដឹងខាងសាក់អីអាចមើលវីដេអូខ្ញុំបានបាទភាសាខ្ញុំមានប្រាប់មានបង្ហាញអីខ្លះអីចឹងតិចនេះយើងកាន់មជុលយើងមើលតាមការងារខ្ញុំបានយើងកាន់មជុលប្រភេទម៉ាស៊ីនខូចយើងកាន់អញ្ចឹងរុញជាងអូសវាពីមុខមកក្រោយទៅមុខប៉ុន្តែយើងត្រូវចេះថ្នមឬក៏ស្មានដៃឲ្យនឹងអញ្ចឹងអ្នកនរគ្នាតែយើងចេញមជុលវែងពេកឬក៏ស្មានដៃអត់ហ្នឹងគឺវាជ្រៅឬក៏វាវាទៅតាមហ្នឹងឯងហើយរូបនេះគឺគាត់ឆ្លាញ់គាត់រើសដល់ខ្លួនឯងជាប្រភេទរូប anime អ្នកទាំងអស់គ្នាធ្លាប់មើល anime ប្រហែលជាស្គាល់តួអង្គមួយនេះហើយប៉ុន្តែខ្ញុំអត់ស្គាល់ដែរអ្នកទាំងអស់គ្នាសារខ្ញុំបានមើលរឿងនេះទេហើយហ្នឹងហើយយើងធ្វើការងារអូថនេហើយក៏ផាត់ឲ្យគាត់ប៉ុន្តែការងារដែលយើងផាត់ឲ្យម៉ួយនេះដូចជាមិនបានផាត់ទាំងអស់ទេបានយើងផាត់ត្រឹមតែ background ផាត់ background ឲ្យគាត់អីចឹងហើយហ្នឹងហើយផាត់តែ background នៅគាត់ទេហើយរូបនៅចាំថ្ងៃក្រោយឬក៏ពេលវេលាណាមួយដែលគាត់មានពេលគាត់មកថែមអីចឹងអ្នកនរគ្នាតែឥឡូវលើកនេះគឺអត់បានជាមួយនឹង background បានជាមួយនឹងសាច់រូបទេយើងទៅជាមួយនឹង background តែឥឡូវយើងមិនទាន់នឹងអូថនេអា background នឹងហើយទេអូថនេអារូបដែលគាត់ថែមនឹងហើយទេយើងកំពុងតែអូថនេឥឡូវចូលដល់ការងារផាត់ហើយមើលការងារជាក់ស្ដែងអូចំណែកថាការងារដែលខ្ញុំផាត់ឲ្យគាត់នេះគឺយើងធ្វើជាប្រភេទខ្មៅបដិញស្មោលដូចរាល់ដងដែរទេគាត់ថាវាមាន style ខ្លះវារៀងខុសពីរាល់ដងអាសានេះមិនជាវាស្តៀងទៅនឹងផាត់ភ្លើងផាត់អីអញ្ចឹងតែយើងផាត់ជាប្រភេទខ្មៅវាមិនមែនជាប្រភេទ color ទេបងប្អូនហើយនឹងអ្នកខ្ញុំមើលតាមការងារខ្ញុំជាក់ស្ដែងទៅហើយខ្ញុំនឹងបញ្ចូលសលេងត្រឹមនេះហើយគឺឲ្យអ្នកគ្នាតាមដានទស្សនាទៅរហូតដល់ចប់ទៅវាចង់ដឹងថាវីដេអូនោះវាមានកន្លែងណាពិសេសអីអ្នកចាប់បាត់ឡើងណាខ្លះគឺអាស្រ័យលើអ្នកគ្នាហើយ